បើយើងចង់សន្សំលុយយើងគិតមើលទៅថាប្រាក់ខែយើងនឹងមួយខែឧបមាថាយើងប្រាក់ខែបានមួយខែ300ប៉ុន្តែចំណាយយើងវិញទាំងអស់ថ្លៃផ្ទះថ្លៃឡានថ្លៃសាំងថ្លៃអីម្ហូបហ្នឹងតែយើងចំណាយអស់ប៉ុន្មានបើសិនជាចំណាយយើងលើ300មានន័យថាយើងត្រូវតែមានកាយវិភាគត្រឹមត្រូវក្នុងការចំណាយពីព្រោះយើងលើសហ្នឹងបើយើងចាយលើសប្រាក់ខែដែលយើងចូលមកហ្នឹងគឺចាប់ហើយអញ្ចឹងបងប្អូនតែងតែគិតទៅមើលបើសិនជាយើងចំណាយច្រើនរហូតយូរទៅគឺយើងជពាក់គេវិញអញ្ចឹងណាអញ្ចឹងបើយើងរកបានប៉ុណ្ណាយើងចាយយ៉ាងហោចណាស់ក៏80%ដែរបើសិនជាយើងចាយលើសដល់100%គឺយើងអត់មានលុយសល់ដើម្បីចំណាយលើខ្លួនយើងឲ្យយើងសប្បាយចិត្តនោះទេអញ្ចឹងយើងចាយ80យើងសន្សំ20%។